បេសកជនពិសេសរបស់អធិរាជប៉ុនបានផ្ញើលិខិតមួយទៅប្រធានអង្គការសហប្រជាជាតិស្ដីអំពីការទាមទាររបស់ចិនដែលបានដាក់ទៅជាលើកទី2កាលពីថ្ងៃទី1ធ្នូដែលបានទាមទារឲ្យជប៉ុនដកពាក្យសម្ដីដែលបានលើកឡើងថាជាការគំរាមកំហែងដល់អធិបតេយ្យភាពរបស់ចិនកាសែត Japan Times កាលពីថ្ងៃទី5ធ្នូបានរៀបរាប់ថាលោក Kazuyuki Yamazaki តំណាងអចិន្ត្រៃយ៍របស់ប្រទេសជប៉ុនប្រចាំអង្គការសហប្រជាជាតិបានផ្ញើលិខិតជាលើកទី2ទៅកាន់លោក Antonio Guterres នៅថ្ងៃទី4ធ្នូដោយបដិសេធការអះអាងចុងក្រោយរបស់ប្រទេសចិនអំពីការលើកឡើងរបស់នាយករដ្ឋមន្ត្រីអ្នកស្រីតាកៃឈីលើបញ្ហាតៃវ៉ាន់លិខិតនេះពិពណ៌នាអំពីការអះអាងរបស់ប្រទេសចិនថាមិនស៊ីចង្វាក់គ្នានឹងការពិតគ្មានផុសតាងនិងមិនអាចទទួលយកបានទាំងស្រុងដោយបញ្ជាក់ជាថ្មីនៅតែរក្សាជំហរដូចមុនរបស់ជប៉ុនកាលពីថ្ងៃទី24វិច្ឆិកាដែលបានឆ្លើយតបជាលើកដំបូងទៅនឹងលិខិតដែលចិនបានដាក់ទៅនៅថ្ងៃទី21វិច្ឆិកាដែលទាមទារឲ្យបកស្រាយគោលការណ៍ចិនតែមួយនិងបង្គាប់ឲ្យដកពាក្យសម្ដីចេញវិញនៅក្នុងសេចក្តីឆ្លើយតបជាលើកទី2នេះជប៉ុននៅតែការពារសេចក្តីថ្លែងការណ៍របស់អ្នកស្រីតាកៃឈីដោយពន្យល់ថាការលើកឡើងអំពីស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិតគឺស្របទៅនឹងច្បាប់ធម្មនុញ្ញជប៉ុនដែលអនុញ្ញាតឲ្យប្រើប្រាស់សិទ្ធិស្វ័យការពាររួមក្នុងលក្ខខណ្ឌតឹងរ៉ឹងបំផុតនៅពេលដែលមានការវាយប្រហារប្រដាប់អាវុធកើតឡើងលៀមភ្លាមបន្ទាប់មកចិនមិនទាន់បានចេញសេចក្តីឆ្លើយតបណាមួយទៅនឹងការបំភ្លឺរបស់ជប៉ុនជាសាធារណៈនោះទេប៉ុន្តែអ្នកជំនាញជឿថាចិនទំនងជាចាត់ទុកលិខិតទី2របស់ជប៉ុនគ្រាន់តែជាការភ័ន្តច្រឡំនិងលេសតែប៉ុណ្ណោះហើយនឹងអះអាងថាការឆ្លើយតបនេះមិនអាចផ្លាស់ប្ដូរការពិតដែលជប៉ុនកំពុងព្យាយាមបង្កើនកម្លាំងយោធានិយមដោយចិនបានសង្កត់ធ្ងន់ម្ដងហើយម្ដងទៀតថាការពន្យល់របស់ជប៉ុនជំវិញសិទ្ធិការពារខ្លួនរួមនិងការបង្កើនថវិកាការពារជាតិគឺជាចេតនាពិតរបស់ជប៉ុនក្នុងការធ្វើយោធានិយមឡើងវិញនិងលុបចោលធម្មនុញ្ញសន្តិភាពក្រោយឆ្នាំ1945ដំណើរគ្នានេះចិននៅតែបន្តទាមទារយ៉ាងដាច់អហង្ការឲ្យថ្នាក់ដឹកនាំជប៉ុនដកហូតសេចក្តីថ្លែងការណ៍របស់ពួកគេវិញជាផ្លូវការនិងបញ្ឈប់ការជ្រៀតជ្រែកក្នុងបញ្ហាតៃវ៉ាន់វិបត្តិដែលឈានមកដល់ដំណាក់កាលនេះអ្នកជំនាញមើលឃើញថាចិននឹងយកបញ្ហាយោធានិយមជប៉ុនមកដាក់សម្ពាធដើម្បីឲ្យអន្តរជាតិបានដឹងពីមហិច្ឆតាជប៉ុនក្នុងការរស់ឡើងវិញនៃកម្លាំងនេះដែលជាផលវិបាកនៃប្រវត្តិសាស្ត្រសង្គ្រាមលោកដែលមិនអាចបំភ្លេចបានតើកម្លាំងយោធានិយមជប៉ុនមានអំណាចខ្លាំងកម្រិតណាហើយតើហេតុអ្វីបានជាចិននាពេលនេះមានការខ្លាយរអាយោធានិយមទៀតខណៈខ្លួនជាមហាអំណាចនុយក្លេអ៊ែរដែរនោះលទ្ធិបូស៊ីដូគឺជាយោធានិយមជប៉ុននេះគឺជាក្រមសីលធម៌ប្រពៃណីរបស់សាមូរ៉ៃដែលត្រូវបានរដ្ឋាភិបាលយោធានិយមយកមកបកស្រាយឡើងវិញគោលការណ៍នេះសំខាន់គឺពលីប្រសើរជាងការចោះចាញ់ត្រូវបានចាត់ទុកជាភាពអាម៉ាស់ខ្ពស់បំផុតចំពោះខ្លួនឯងគ្រួសារនិងអធិរាជទាហានត្រូវបានបង្រៀនថាជីវិតរបស់ពួកគេគឺជាកម្មសិទ្ធិរបស់អធិរាជជប៉ុនដែលត្រូវបានគេចាត់ទុកជាអតិទេពដោយការពលីជីវិតក្នុងសមរភូមិត្រូវបានចាត់ទុកជាកិត្តិយសខ្ពស់បំផុតកំណត់ហេតុជាប្រវត្តិសាស្ត្រក្នុងសមរភូមិជាច្រើនដូចជានៅកោះ Iwo Jima ឬ Okinawa កងទ័ពជប៉ុនបានបដិសេធមិនព្រមចោះចាញ់ហើយបានប្រយុទ្ធរហូតដល់ដំណក់ឈាមចុងក្រោយស្ទើរតែគ្រប់ទាហានស្លាប់ទាំងអស់ប្រសិនបើយោធាជប៉ុនរស់ឡើងវិញក្នុងរូបភាពមិនសង្គ្រាមឈ្លានពានក៏ចិននៅតែខ្លាចរអាដែរការភ័យខ្លាចរបស់ចិនមិនមែនផ្អែកលើការខ្លាចចាញ់សង្គ្រាមនោះទេប៉ុន្តែផ្អែកលើកត្តាភូមិសាស្ត្រនយោបាយនិងយុទ្ធសាស្ត្ររួមដោយចិនមិនបានប្រឈមមុខនឹងជប៉ុនតែម្នាក់ឯងនោះទេគឺសម្ព័ន្ធមិត្តទាំងមូលដែលដឹកនាំដោយសហរដ្ឋអាមេរិកនេះមានន័យថាក្នុងចំនួនតៃវ៉ាន់ចិននឹងត្រូវប្រឈមមុខនឹងកម្លាំងរួមគ្នារបស់យោធានិយមជប៉ុននិងកងទ័ពសហរដ្ឋអាមេរិកភ្លាមតែម្ដងដែលតម្រូវឲ្យចិនចំណាយទុនធាននិងកងទ័ពជាច្រើនដែលនេះមិនមែនជាការចំណេញសម្រាប់មហាអំណាចសេដ្ឋកិច្ចហើយក៏ជាការគំរាមកំហែងយ៉ាងខ្លាំងក្នុងសមរភូមិតំបន់ផងដែរទោះបីជាប្រទេសចិនមានអាវុធនុយក្លេអ៊ែរក៏ពិតមែនក៏អាវុធនេះមិនអាចប្រើប្រាស់បានដោយងាយទៅលើប្រទេសជប៉ុនដែរដោយសារកត្តាពីរយ៉ាងដែលជាឧបសគ្គធំអាមេរិកនិងផលវិបាកជាសកលហេតុផលគឺថាជប៉ុនស្ថិតក្រោមសន្ធិសញ្ញាសន្តិសុខរួមអាមេរិកជប៉ុនដែលតម្រូវឲ្យអាមេរិកការពារជប៉ុនទាំងមូលនេះមានន័យថាការវាយប្រហារណាមួយដោយអាវុធនុយក្លេអ៊ែរមកលើជប៉ុននឹងត្រូវចាត់ទុកជាការវាយប្រហារលើទឹកដីសហរដ្ឋអាមេរិកហើយអាមេរិកនឹងមានសិទ្ធិឆ្លើយតបវិញដោយប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួនហើយប្រសិនបើអាមេរិកយកតែរួចខ្លួននោះអាមេរិកនឹងធ្លាក់ឥទ្ធិពលជាមហាអំណាចជាសកលបាត់បង់ទំនុកចិត្តសម្ព័ន្ធមិត្តនិងខាតបង់ផលប្រយោជន៍ជាច្រើននៅក្នុងតំបន់នេះហើយដែលចិនមិនអាចចាត់ទុកដែរថាប្រសិនបើយោធានិយមជប៉ុនក្រោកឡើងវិញចិនត្រូវការចំណាយពេលការបង្វឹកមនោគមវិជ្ជាយ៉ាងខ្លាំងទៅលើស្មារតីទ័ពរបស់ខ្លួនដើម្បីត្រៀមទប់ទល់នឹងការគំរាមកំហែងប្រវត្តិសាស្ត្រធ្វើឲ្យសកលលោកចងចាំស្លាកស្នាមជាចំណាំបានចារថាកងទ័ពជើងទឹកអធិរាជជប៉ុនមានឧត្តមភាពតាំងពីពេលនោះមកតើជប៉ុនអាចឲ្យកម្លាំងយោធានិយមរស់ឡើងវិញបានដែរឬទេជំនាញផលិតមាតិកាចម្រុះដែលមិនអាចមើលរំលងវគ្គពិសេសសម្រាប់ប្រិយមិត្តដែលស្រឡាញ់និងចូលចិត្តបង្ហាញចំណាប់អារម្មណ៍លើបណ្ដាញសង្គមដោយចាប់ផ្ដើមចេញពីថ្ងៃនេះតទៅជាមួយកញ្ចប់តម្លៃពិសេសប្រិយមិត្តនឹងទទួលបានការបង្កើតខ្លឹមសារដ៏សំខាន់មួយជារបស់ខ្លួន